ជំរាបសួរពុកម៉ែបងប្អូនអរគ្នាសូមស្វាគមន៍មកកាន់វីដេអូមួយនេះថ្ងៃនេះខ្ញុំនឹងនាំពុកម៉ែបងប្អូនអរគ្នាមកទស្សនាកន្លែងមួយចំនួនដែលបងប្អូនគួរតែមកលេងនៅក្នុងខេត្តស្វាយរៀងដូច្នេះចង់ដឹងថានៅក្នុងខេត្តស្វាយរៀងរបស់យើងមានកន្លែងណាខ្លះដែលគួរតែមកលេងអញ្ចឹងសូមតាមដានទស្សនាវីដេអូនេះជាមួយខ្ញុំទាំងអស់គ្នាទី1រមណីយដ្ឋានប្រាសាទព្រៃបាសាក់ព្រៃបាសាក់ឬព្រៃប្រាសាទមានទីតាំងស្ថិតនៅក្នុងភូមិបាសាក់ឃុំបាសាក់ស្រុកស្វាយជ្រុំខេត្តស្វាយរៀងនិងមានចម្ងាយ 8.5 គីឡូម៉ែត្រពីទីរួមខេត្តស្វាយរៀងភ្ញៀវទេសចរអាចធ្វើដំណើរដោយរថយន្តតាមផ្លូវបេតុងប៉ុន្តែនៅរដូវវស្សាក៏អាចធ្វើដំណើរតាមផ្លូវទឹកនៃដងទន្លេវ៉ៃគោក្នុងចម្ងាយត្រឹមតែ 5 គីឡូម៉ែត្រប៉ុណ្ណោះព្រៃបាសាក់មានផ្ទៃដីសរុប 9 ហិកតា 24 អា និង 98 សង់ទីអា មានព្រំប្រទល់ខាងជើងនិងខាងកើតជាប់នឹងទន្លេវ៉ៃគោខាងត្បូងនិងខាងលិចជាប់នឹងភូមិអ្នកស្រុកនៅចំកណ្ដាលព្រៃបាសាក់មានប្រាសាទចំនួន2គឺទូលប្រាសាទនិងទូលគុសំពៅទូលទាំងពីរនេះឃ្លាតគ្នាប្រវែងប្រមាណ100ម៉ែត្រតែប៉ុណ្ណោះចំណែកឯទូលប្រាសាទគឺមានសេសសល់ទូលប្រាង្គប្រាសាទមួយចំហៀងមានកម្ពស់2ម៉ែត្របណ្ដោយ5ម៉ែត្រសង់ឡើងពីដីឥដ្ឋធំៗប្រាង្គប្រាសាទនេះសាងឡើងប្រហែលសតវត្សទី6រចនាបថសម្បូរព្រៃគុកមកម្លេះហើយលើទូលប្រាសាទនេះដែរសុទ្ធសឹងជាគ្រឹះថ្មដែលបានតម្រៀបជាថ្នាក់ជាប្រភេទថ្មបាយក្រៀមនិងដុំឥដ្ឋធំចំណែកទូលគុសំពៅមានសន្តានដូចជាសំពៅវែងប្រវែងប្រមាណ25ម៉ែត្រកម្ពស់4ម៉ែត្រចំណែកឯជាយសងខាងនៃទូលមានតម្រៀបដោយថ្មបាយក្រៀមនិងដុំឥដ្ឋជាថ្នាក់ផងដែរទី2ប្រាសាទជីហោប្រាសាទជីហោគឺជាប្រាសាទមួយដែលមានវ័យចំណាស់ជាងគេក្នុងខេត្តស្វាយរៀងស្ថិតនៅតំបន់ឦសាននៃទីរួមខេត្តស្វាយរៀងចម្ងាយប្រមាណ58គីឡូម៉ែត្រប្រាសាទនេះកសាងឡើងក្នុងអំឡុងសតវត្សទី6លំនាំរចនាបថសម្បូរព្រៃគុកសង់នៅលើទីទួលមួយកន្លែងមានកម្ពស់3ម៉ែត្រទំហំ50ម៉ែត្រ4ជ្រុងប្របតាមមាត់ទន្លេជាប់ព្រំប្រទល់ព្រំដែនកម្ពុជាវៀតណាមរីឯទូប្រាសាទធ្វើអំពីឥដ្ឋនិងថ្មបាយក្រៀមពីទិសខាងកើតក្រៅពីនេះមានសុទ្ធតែទ្វារបង្អួចបញ្ឆោតបិទជាប់ជញ្ជាំងចំពោះទ្វារមានមេបង្អួចក្បាច់ផ្ងានិងក្បាច់ផ្សេងទៀតធ្វើអំពីដីដុតទាំងអស់ទី3រមណីយដ្ឋានធម្មជាតិព្រៃកគីព្រៃកគីគឺជារមណីយដ្ឋានដែលសម្បូរទៅដោយដើមកគីជាច្រើនដើមដុះព័ទ្ធជុំវិញមានទីតាំងស្ថិតនៅក្នុងបរិវេណសហគមន៍ព្រៃឈើចំការកូនកគីស្ថិតនៅក្នុងភូមិត្រពាំងថ្លុងសង្កាត់បាទីក្រុងបាវិតខេត្តស្វាយរៀងនិងមានចម្ងាយ32គីឡូម៉ែត្រពីទីរួមខេត្តស្វាយរៀងភ្ញៀវទេសចរអាចធ្វើដំណើរទៅទីនោះបានដោយចំណាយពេលត្រឹមតែ30នាទីប៉ុណ្ណោះនៅទីនោះមានស្រះទឹកធំមួយនៅចំកណ្ដាលព្រៃមានរុក្ខជាតិតូចធំដុះពេញព្រៃមានដូចជាដើមកគីដើមស្មាច់និងមានការរៀបចំសង់ជាស្ពានសម្រាប់ដើរទស្សនាព្រៃអាកាសយ៉ានិងសួនផ្កាចម្រុះពណ៌លម្អយ៉ាងស្រស់បំព្រងនៅរមណីយដ្ឋានព្រៃកគីក៏មានលក់អាហារដ៏មានរសជាតិឈ្ងុយឆ្ងាញ់តាមបែបធម្មជាតិដែលបានមកតាមរយៈការផ្គត់ផ្គង់ពីកសិករមានបន្លែត្រីមាន់និងទាជាហេតុធ្វើឲ្យប្រជាពលរដ្ឋនៅទីនោះទទួលបានប្រាក់ចំណូលតាមរយៈរមណីយដ្ឋាននេះដែរទី4រមណីយដ្ឋានធម្មជាតិទឹកវិលទឹកវិលគឺជារមណីយដ្ឋានធម្មជាតិស្ថិតនៅក្នុងភូមិទឹកវិលឃុំអំពិលស្រុករមាសហែកខេត្តស្វាយរៀងមានចម្ងាយប្រមាណ42គីឡូម៉ែត្រពីទីរួមខេត្តស្វាយរៀងទឹកវិលជាទំនប់កម្សាន្តបែបលក្ខណៈគ្រួសារដែលមានបឹងមួយដ៏ធំអាចឲ្យភ្ញៀវអញ្ជើញមកជិះទូកលេងនិងគយគន់ទេសភាពដ៏ខៀវស្រងាត់ជុំវិញបឹងនេះនិងមានខ្ចោះសម្រាប់ភ្ញៀវសម្រាកពិសាអាហារដ៏មានឱជារសឈ្ងុយឆ្ងាញ់បែបធម្មជាតិពីមួយថ្ងៃទៅមួយថ្ងៃរមណីយដ្ឋាននោះទទួលភ្ញៀវទេសចរអញ្ជើញមកកម្សាន្តច្រើនគួរសមដែរនិងទី5ស្ពានប្រែកថ្នោតស្ពានប្រែកថ្នោតគឺជារមណីយដ្ឋានបែបធម្មជាតិនិងកែច្នៃមួយដែលខណ្ឌព្រំប្រទល់គ្នាដោយប្រែកថ្នោតនិងតភ្ជាប់គ្នាដោយស្ពានថ្នោតពីមុនគឺជាស្ពានឈើតែបច្ចុប្បន្នជាស្ពានដែក
ដោយភ្ញៀវទេសចរអាចធ្វើដំណើរចេញពីក្រុងស្វាយរៀងឆ្ពោះទៅទិសខាងលិចតាមផ្លូវជាតិលេខ1គឺស្ថិតនៅខាងត្បូងសាកលវិទ្យាល័យស្វាយរៀងចម្ងាយប្រមាណជាង2គីឡូម៉ែត្រហើយទីតាំងនេះគឺស្ថិតនៅត្រើយខាងជើងភូមិភ្នៅឃុំតាស៊ូស្រុកស្វាយជ្រុំខេត្តស្វាយរៀងឬអាចធ្វើដំណើរតាមផ្លូវលំលេខ 314B ខាងលិចក្រុងស្វាយរៀងប្រហែល4គីឡូម៉ែត្រទីតាំងនេះគឺនៅត្រើយខាងត្បូងស្ថិតនៅក្នុងភូមិឫស្សីព្រៃឃុំកំពង់ចម្លងស្រុកស្វាយជ្រុំដូចគ្នាផងដែរសូមបញ្ជាក់ថាបើសិនជាបងប្អូនធ្វើដំណើរតាមផ្លូវជាតិលេខ1នៅពេលដែលមកដល់ខាងលិចសាកលវិទ្យាល័យស្វាយរៀងប្រហែលជា100ទៅ200ម៉ែត្រហ្នឹងបងប្អូននឹងឃើញខ្លោងទ្វារវត្តថ្នោតជ្រុំបងប្អូនចុះទៅតាមខ្លោងទ្វារវត្តថ្នោតជ្រុំហ្នឹងទៅត្បូងត្រង់គឺដល់ទីតាំងរមណីយដ្ឋានស្ពានពេជ្រថ្នោតហើយចំពោះរមណីយដ្ឋានស្ពានពេជ្រថ្នោតហ្នឹងគឺមានទេសភាពស្រស់បំព្រងមានខ្យល់អាកាសបរិសុទ្ធបែបស្រុកស្រែចម្ការមានរុក្ខជាតិតូចធំនានានិងព្រៃឈើជាពិសេសដើមអាកាសយ៉ាដុះអមសងខាងផ្លូវមានពណ៌បៃតងខ្ចីផ្ដល់ម្លប់យ៉ាងត្រឈឹងត្រឈៃនិងមានខ្ចោះជាច្រើនផុសអណ្ដែតនៅលើផ្ទៃទឹកលាយឡំនឹងឈូកប្រលិតរំចង់កញ្ឆែតដែលកំពុងចេញផ្ការីកស្គុះស្គាយនៅរដូវវស្សាបងប្អូនទាំងអស់គ្នាចំពោះភ្ញៀវទេសចរដែលទៅលេងកម្សាន្តនៅទីនោះគឺអាចសម្រាកលំហែកាយនៅក្នុងខ្ចោះហើយអាចកម្មង់អាហារនិងភេសជ្ជៈគ្រប់ប្រភេទយកមកពិសាបានតាមតម្រូវការភ្លាមៗផងដែរនៅទីនោះគឺគេមានការជិះទូកថ្នោតទូកក្តារ3សន្លឹកអុំលេងកម្សាន្តនិងស្ទូចត្រីធម្មជាតិនៅក្នុងព្រែកថ្នោតនឹងបានផងដែរជាពិសេសគឺការកៃគុណមើលព្រះអាទិត្យរៀបលិចព្រមទាំងថតផ្តិតយករូបភាពស្អាតៗជាច្រើនទុកធ្វើជាអនុស្សាវរីយ៍នៅទីនោះផងដែរអរគុណពុកម៉ែបងប្អូនអរគ្នាចំពោះការចំណាយពេលវេលាតាមដានទស្សនាវីដេអូមួយនេះតាំងពីដើមរហូតដល់ចប់បើចូលចិត្តវីដេអូមួយនេះសូមកុំភ្លេចជួយចុច like Subscribe និង Follow ម្នាក់មួយផងបាទអរគុណ